ស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកជួបលោកគ្រូជាថ្មីនៅក្នុងរោងហាត់គីមីសរីរាង្គថ្នាក់ទី10យើងនឹងបន្តទៅដល់លំហាត់ទី22ដែលគេថាអាល់កាមួយមានម៉ាស់10ក្រាមមានផ្ទុកអាតូមអ៊ីដ្រូសែនគឺ1.628ក្រាមហើយសំណួរ A គឺគេឲ្យយើងគណនាម៉ាស់អាតូមកាបូនសំណួរ B កំណត់រូបមន្តម៉ូលេគុលនេះអញ្ចឹងយើងចាប់ផ្ដើមគណនាមកបើសិនជាគេឲ្យម៉ាស់អាតូមហាស់បែបនេះអញ្ចឹងយើងដឹងថាបើសិនជាយកម៉ាស់របស់ហាស់បូកជាមួយនឹងម៉ាស់កាបូនគឺស្មើជាមួយនឹងម៉ាស់សរុបរបស់អាល់កានអញ្ចឹងណាអូខេអញ្ចឹងយើងនឹងបានរូបមន្តបែបនេះអញ្ចឹងយើងបានអីគេគឺយើងបានម៉ាស់កាបូនបូកជាមួយនឹងម៉ាស់អ៊ីដ្រូសែនស្មើជាមួយនឹងម៉ាស់អាល់កានអញ្ចឹងគោលបំណងនេះគឺចង់បានម៉ាស់អីគេហ្នឹងយើងម៉ាស់កាបូនណាគឺចង់បានម៉ាស់កាបូនបន្តមកទៀតគឺយើងបោះរកម៉ាស់កាបូនមកយើងបានដោយយើងដឹងថាបំរាប់របស់យើងនេះគឺម៉ាស់អាល់កានរបស់យើងនេះគឺ10ក្រាមហើយណាអញ្ចឹងម៉ាស់របស់អាតូមហាស់របស់យើងគឺ1.628 អញ្ចឹងយើងអាចបោះរកម៉ាស់កាបូនបានអញ្ចឹងពេលដែលយើងបោះរកម៉ាស់កាបូនមកគឺវាបានម៉ាស់របស់កាបូនស្មើជាមួយនឹងម៉ាស់អ៊ីដ្រូសែនដកម៉ាស់អាកាសម៉ាស់អាកាសនេះគឺ Cn ហាស់ 2n បូកហាស់ 2n បូក2នេះលុបអានេះសិនហាស់ 2n បូក2អញ្ចឹងម៉ាស់កាបូនរបស់យើងអត់ទាន់មានយើងចង់រកម៉ាស់កាបូនណាអញ្ចឹងយើងដឹងម៉ាស់អីគេនេះម៉ាស់អ៊ីដ្រូសែននេះហើយនឹងម៉ាស់អាកាសនេះឃើញទេអញ្ចឹងយើងចាប់ផ្ដើមអនុវត្តជាលេខមកគឺយើងបាន10ដកជាមួយនឹង1.628អញ្ចឹងយើងគណនាមកយើងបានប៉ុណ្ណេះអញ្ចឹងប៉ុណ្ណឹងជាម៉ាស់របស់អាតូមកាបូនរបស់យើងឃើញទេអញ្ចឹងយើងទៅមើលសំណួរ B តទៀតគេឲ្យយើងកំណត់រូបមន្តនៃម៉ូលេគុលហ្នឹងអញ្ចឹងយើងដាក់មកគឺសរសេរប្រធានចូលអញ្ចឹងសំណួរចូលអញ្ចឹងមកហើយយើងប្រើរូបមន្តនេះទៅដែរគួរយកតែរូបមន្តហ្នឹងមកសិនទេអូខេតទៀតអញ្ចឹងយើងដឹងថាម៉ាស់របស់កាបូនស្មើប៉ុន្មាននេះយើងម៉ាស់របស់កាបូនស្មើប៉ុណ្នេះណាហើយម៉ាស់របស់អាកាសរបស់យើងគឺប៉ុណ្នេះណានេះអញ្ចឹងរូបមន្តកាលមុនយើងគុណជាមួយនឹង100ណាប៉ុន្តែលើកនេះយើងអត់គុណ100ទេគឺយើងដូរវាមកគុណជាមួយនឹងម៉ាស់របស់វាវិញណាមើលរូបមន្តហ្នឹងឲ្យបានច្រើនណាទៅមើលវីដេអូមុនគឺរូបមន្តផ្សេងយ៉ាងណាវាខុសគ្នាត្រង់កន្លែងនេះគឺ1គុណនឹង100មួយទៀតគុណជាមួយនឹងម៉ាស់របស់អាល់កាអញ្ចឹងយើងបានប៉ុណ្ណេះណាគឺយើងរកមកគឺកំណត់ទៅលើយើងបានប៉ុណ្ណេះណាអានេះម៉ាស់របស់អាកាសណាម៉ាស់ម៉ូលរបស់អាកាសហើយនេះជាម៉ាស់កាបូនអូខេតមកទៀតនេះចំណុចចូលណាគោលបំណងនេះគឺចង់បាន n ដដែលទេគឺយើងចង់រក n ហើយយើងជិះចូលមកនេះយើងពាក្យរក n ណាទីយើង n យើងបានប៉ុណ្ណេះតាមពិតថាការគណនាគឺយើងចេះច្បាស់អស់ហើយបន្តមកទៀតយើងបោះទៅខាងនោះទៅបោះ n នេះណាអូខេអញ្ចឹងយើងបានប៉ុណ្ណេះហើយយើងបោះរក n មកគឺ n របស់យើងស្មើជាមួយនឹង6អញ្ចឹងយើងចំនួន6ចូលកន្លែងរូបមន្តអាកាសរបស់យើងអញ្ចឹងយើងនឹងបានសេ6ហាស់10 14ណាអញ្ចឹងវីដេអូរបស់លោកចប់ប៉ុណ្ណឹងយើងនឹងជួបគ្នានៅលំហាត់ក្រោយបន្តទៀត